แต่ต่างគ្នាញោមខំប្រឹងនិយាយវីដេអូហ្នឹង20នាទីហើយដល់ពេលចុចទៅវាអត់ record ដែរអ្នកទាំងអស់គ្នាខ្ញុំខឹងណាឥឡូវហ្នឹងខ្ញុំមិននិយាយម្ដងទៀតទេតាក់ទងជាមួយនឹងតារានិកធាតុខ្យល់នៅក្នុងខែ7ហ្នឹងសូឌីសាញធាតុខ្យល់ទាំង3ហ្នឹងនៅក្នុងខែ7ហ្នឹងគឺជួបរឿងល្អខ្លាំងមែនតើអ្នកទាំងអស់គ្នាព្រោះការទី1ដែលខ្ញុំបើកបានមុនហ្នឹងគឺតាក់ទងជាមួយនឹង Ten of Cups អ្នកទាំងអស់គ្នា Ten of Cups ហ្នឹងតាក់ទងជាមួយនឹង happiness តាក់ទងជាមួយនឹង emotional support តាក់ទងជាមួយនឹង fulfillment security ខ្ញុំន័យថាអ្នកទាំងអស់គ្នាអារម្មណ៍ផ្លូវចិត្តផងអ្នកទាំងអស់គ្នាយើងធូរស្បើយជាងមុនហើយមនុស្សដែលអ្នកទាំងអស់គ្នារាប់អានស្នេហាគ្រួសារអីហ្នឹងគឺភាគច្រើនពួកគាត់រៀងយល់ពីអ្នកទាំងអស់គ្នាហើយផ្ដល់ធម៌ពលវិជ្ជមានឲ្យអ្នកទាំងអស់គ្នារៀងច្រើនអញ្ចឹងណាខ្ញុំមិនដឹងថាពីមុនមកអ្នកទាំងអស់គ្នាមានបញ្ហាអីគេទេប៉ុន្តែឥឡូវហ្នឹងខ្ញុំមានអារម្មណ៍ថាអ្នកទាំងអស់គ្នារៀងសប្បាយចិត្តជាងមុនហើយការបើកមកហ្នឹងគឺមនុស្សជុំវិញខ្លួនព្យាយាមយល់ពីអ្នកទាំងអស់គ្នាច្រើនដែរអីចឹងគឺល្អខ្លាំងមែនតើហើយបន្ទាប់មកការទី2ហ្នឹងគឺតាក់ទងជាមួយនឹងនេះ Queen of Swords អ្នកទាំងអស់គ្នាអានេះតែហ្មងវារៀង refer to feminine energy មានន័យថាកម្លាំងធាតុធម៌ពលរបស់មនុស្សស្រីរៀងច្រើនជាងធម៌ពលរបស់មនុស្សប្រុសអញ្ចឹងទៅបន្ទាប់មកនៅក្នុងហ្នឹងអ្នកទាំងអស់គ្នាការទី1មុនហ្នឹងខ្ញុំនិយាយថាតាក់ទងជាមួយនឹង happiness ហើយអារម្មណ៍យើងល្អដល់ពេលការទី2ហ្នឹងតាក់ទងជាមួយនឹង honest ហើយនឹង fair ទៀតមានន័យថាអ្នកទាំងអស់គ្នាហ្នឹងនឹងជួបរឿងដែលល្អហើយវាថាមនុស្សជុំវិញខ្លួនអ្នកទាំងអស់គ្នាហ្នឹង trying to កើតទំនុកចិត្តឲ្យអ្នកទាំងអស់គ្នាហ្នឹងកាន់តែសប្បាយចិត្តជាងមុនហើយព្យាយាមយល់ពីអ្នកទាំងអស់គ្នាហើយគេគិតថាអ្នកទាំងអស់គ្នាគឺជាមនុស្សដែលល្អដែលអ្នកទាំងអស់គ្នាអត់ដែលធ្វើបាបអ្នកដទៃអីអញ្ចឹងទៅហើយការទី2ហ្នឹងគឺអ្នកទាំងអស់គ្នាមានភាព independent ជាងមុនមានភាពឯករាជ្យជាងមុនហើយអ្នកទាំងអស់គ្នាគិតគូរបានវែងឆ្ងាយជាងមុនហើយអ្នកទាំងអស់គ្នាមានចក្ខុវិស័យវែងឆ្ងាយខ្លាំងមែនទែនហ្មងខ្ញុំគិតថាប្រហែលជាអ្នកទាំងអស់គ្នាឆ្លងកាត់នៅរឿងដែលឈឺចាប់ច្រើនពេកទៅអ្នកទាំងអស់គ្នារៀងយល់ថាអ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើហើយអ្វីដែលអ្នកទាំងអស់គ្នាត្រូវទម្លាក់ចោលអីអញ្ចឹងអ្នកទាំងអស់គ្នានិយាយទៅកាត់សម្រាប់ខែ7របស់តារានិកធាតុខ្យល់ហ្នឹងលាក់ចោះនៅរឿងអវិជ្ជមានហើយស្រូបយកតែរឿងវិជ្ជមានឲ្យបានច្រើនហើយតាក់ទងជាមួយនឹង fair អញ្ចឹងខ្ញុំដឹងថារឿងពីមុនមកអ្នកទាំងអស់គ្នាជួបរឿងអយុត្តិធម៌ឬក៏រឿងខកចិត្តច្រើនប៉ុណ្ណាអត់ទេប៉ុន្តែឥឡូវហ្នឹងខ្ញុំមានអារម្មណ៍ថាមនុស្សជុំវិញខ្លួនព្យាយាមកែខៃដើម្បីអ្នកទាំងអស់គ្នាមានអារម្មណ៍ថាអ្នកទាំងអស់គ្នាគឺជាមនុស្សដែលអត់ខុសទេគឺពួកគេដែលយកច្រឡំលើអ្នកទាំងអស់គ្នាអញ្ចឹងណាអ្នកទាំងអស់គ្នានិយាយទៅគឺកាត់ល្អខ្លាំងមែនទែនសម្រាប់តារានិកធាតុខ្យល់បន្ទាប់មកកាត់ទី3តើតើជាមួយនឹង Nine of Swords ប៉ុន្តែ Nine of Swords reverse ឲ្យអ្នកទាំងអស់គ្នានិយាយទៅគេហៅអ្នកទាំងអស់គ្នាហ្នឹងគឺ recovery from mental health issue អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នារៀងធូរស្បើយចិត្តបានច្រើនតាក់ទងជាមួយនឹងអារម្មណ៍ផ្លូវចិត្តណាបូករួមជាមួយនឹងរឿងស្នេហាផងរឿងទំនាក់ទំនងផងឬក៏រឿងអីផ្សេងក្រៅពីស្នេហានឹងដែរអញ្ចឹងណាអ្នកទាំងអស់គ្នានិយាយទៅគឺអ្នកទាំងអស់គ្នាធូរស្បើយចិត្តជាងមុនហើយអ្នកទាំងអស់គ្នាមានអារម្មណ៍ថាអ្នកទាំងអស់គ្នាយ៉ាងស្រាលក្នុងខ្លួនដោយសារតែអ្នកទាំងអស់គ្នាទម្លាក់អស់នឹងចោលហើយមានមនុស្សចាំ support អ្នកទាំងអស់គ្នាច្រើនខ្លាំងមែនទែនមកអ្នកទាំងអស់គ្នានិយាយទៅគឺការសម្រាប់តារានិកធាតុខ្យល់ក្នុងខែហ្នឹងគឺ healing ហ្មងគឺថាតម្លាក់ចោះនៅភាពអវិជ្ជមានទាំងប៉ុន្មានតែម្ដងតើមកកាត់ចុងក្រោយគឺ Six of Wands គឺល្អខ្លាំងមែនទែនអ្នកទាំងអស់គ្នាគឺកាត់ហ្នឹងតាក់ទងជាមួយនឹង success តែម្ដងគឺភាពជោគជ័យមកអ្នកទាំងអស់គ្នាជោគជ័យទី1ដែលអ្នកទាំងអស់គ្នាទទួលបានហ្នឹងគឺសន្តិភាពនៅក្នុងផ្លូវចិត្តផងអ្នកទាំងអស់គ្នាតែម្ដងហើយជោគជ័យទី2ហ្នឹងគឺអ្នកទាំងអស់គ្នាចេះធ្វើឲ្យខ្លួនឯងហ្នឹងមានភាពឯករាជ្យជាងមុនហើយអ្នកទាំងអស់គ្នាដឹងថាអ្នកទាំងអស់គ្នាគួរតែ prioritize លើរឿងអ្វីដើម្បីឲ្យជីវិតផងអ្នកទាំងអស់គ្នាប្រសើរឡើងជាងមុនអញ្ចឹងអ្នកទាំងអស់គ្នាហើយតាក់ទងជាមួយនឹង reward ហើយនឹង recognition បើសិនជានិយាយនៅក្នុងការធ្វើការអ្នកទាំងអស់គ្នានឹងទទួលបាន promotion ឬក៏your boss ឬក៏ your manager គាត់នឹងឲ្យកដោអ្នកទាំងអស់គ្នាដោយការខិតខំប្រឹងប្រែងផងអ្នកទាំងអស់គ្នាឬក៏គេហៅថាអាជីវកម្មឬក៏គេហៅថា business ហ្នឹងក៏ទទួលបាន recognition មានន័យថាទទួលស្គាល់ពីមនុស្សជុំវិញខ្លួនមានគេ support ច្រើនឬក៏មានគេចាប់អារម្មណ៍ច្រើនអីចឹងអ្នកទាំងអស់គ្នាទៅលេខសាញ់ទីខ្យល់គឺល្អហ្មងសម្រាប់ខែ7ខ្ញុំល្អខ្លាំងជាងគេហ្មងគឺសន្តិភាពផ្លូវអារម្មណ៍អ្នកទាំងអស់គ្នាតបមកតាក់ទងជាមួយនឹងសារពីចក្រវាលគឺលេខសាញ់ទីខ្យល់ហ្នឹងតាក់ទងជាមួយនឹង listen អ្នកទាំងអស់គ្នាគេចង់ឲ្យអ្នកទាំងអស់គ្នាហ្នឹងឥឡូវហ្នឹងអ្នកទាំងអស់គ្នាហ្នឹងគឺល្អហើយអ្នកទាំងអស់គ្នាចេះ improve ខ្លួនឯងកាន់តែប្រសើរឡើងជាងមុនហើយប៉ុន្តែអ្វីដែលអ្នកទាំងអស់គ្នាគួរតែថែមដើម្បីឲ្យអ្នកទាំងអស់គ្នាកាន់តែល្អប្រសើរជាងមុនហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវ stop ឲ្យបានច្រើនមានន័យថា stop មកគឺយើង stop គំនិតមនុស្សជុំវិញខ្លួនយើង stop បទពិសោធន៍ឬក៏យើងមើលមនុស្សជុំវិញខ្លួនថាតើការចែករំលែករបស់គេឬក៏ the way ដែលគេធ្វើការឬក៏ the way ដែលគេនិយាយជាមួយអ្នកទាំងអស់គ្នាហ្នឹងតើវា make sense អត់តើវាផ្ដល់អត្ថប្រយោជន៍អីខ្លះសម្រាប់អ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាគួរតែយកចំណុចណាខ្លះពីគេដើម្បីមកអភិវឌ្ឍខ្លួនឯងអញ្ចឹងអ្នកទាំងអស់គ្នាមិនបានន័យថាគេឲ្យអ្នកទាំងអស់គ្នាបញ្ចេញស្នាដៃសោះហើយប៉ុន្តែគេចង់ឲ្យអ្នកទាំងអស់គ្នាស្ដាប់ច្រើនជាងនិយាយដែលយើងស្ដាប់បានច្រើនការសង្កេតរបស់យើងក៏បានច្រើនដែរអ្នកទាំងអស់គ្នាអញ្ចឹងការគិតរបស់យើងគឺរៀងល្អិតល្អន់ជាងមុនដែរអញ្ចឹងន័យថាការនៅក្នុងខែ7សម្រាប់តារានិកធាតុខ្យល់ហ្នឹងគឺល្អខ្លាំងមែនតើហ្មងគ្រាន់តែថាទៀមទីឲ្យយើងនឹងស្ដាប់ឲ្យបានច្រើនគិតឲ្យបានច្រើនជាងមុនដល់ពេលដែលយើងស្ដាប់ច្រើនហើយគិតបានច្រើនណាអាផ្លូវចិត្តនិងការគិតបែបវិជ្ជមានរបស់យើងហ្នឹងគឺវាល្អប្រសើរខ្លាំងជាងមុនហ្មងអ្នកទាំងអស់គ្នាអញ្ចឹងការសម្រាប់តារានិកធាតុខ្យល់នៅក្នុងខែកក្កដាឬក៏គេហៅថាខែ7ហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ